បាទសួស្តីបងប្អូនអរគ្នាឥឡូវយើងវិលមកមេរៀនយើងពាក់ព័ន្ធនឹង Photoshop បន្តទៀតហើយនេះគឺជាលំហាត់អនុវត្តបាទអញ្ចឹងអ្វីដែលបងប្អូនត្រូវធ្វើគឺខ្ញុំនឹងបង្ហាញបងប្អូនពាក់ព័ន្ធនឹងthumbnail របស់ YouTube តើ thumbnail របស់ YouTube មានទំហំប៉ុណ្ណានេះងាយឯងចូល Google search មកអញ្ចឹង1280អូខេយើងបើកក្តារថ្មីគឺ1280 pixel នេះ pixel 1280បាទវាយមក1280គុណឲ្យប្រមាណនេះគុណឲ្យ720ណានេះយើងស្រួលយើងវាយ Google មក720 pixel អ្វីដែលខ្ញុំ recommend ហ្នឹងគឺខ្ញុំ recommend ឡើងនេះគឺសូមដាក់300មកណាបាទជាទូទៅគេដាក់72ទេចំពោះបែបទាំងអញ្ចឹងប៉ុន្តែបើយើងដាក់72ការ design របស់យើងព្រីព្រមវានឹងអត់ច្បាស់អញ្ចឹងសូមដាក់300ហើយចុច create អូខេនេះអញ្ចឹងយើងបាន channel ទំហំរបស់ YouTube ហើយបន្តទៀតដូចខ្ញុំបញ្ជាក់អញ្ចឹងអានេះរបៀបបង្កើតกระดาษថ្មីបងប្អូនត្រូវចេះតទៀតគឺយករូបភាពចូលខ្ញុំយករូបភាពចូលដោយប្រើ file flash ឬក៏បងប្អូនទាញចូលមិនក៏បានឲ្យចូលរូបអូខេខ្ញុំយក embed flash ហើយវាអត់ឲ្យ link រូបភាពហ្នឹងទេអញ្ចឹងខ្ញុំយក embed នេះជាឧទាហរណ៍ខ្ញុំយករូបភាពនេះមួយមកដាក់ចូលដែលខ្ញុំធ្វើ generate នៅក្នុងChatGPT នេះ ChatGPT ខ្ញុំដាក់រូបបែបនេះចូលហើយខ្ញុំឲ្យវាបង្កើតជា cartoon face ឲ្យខ្ញុំយកមកធ្វើការ design នេះចូលបែបនេះអូខេខ្ញុំមិនដាក់រូបខ្ញុំផ្ទាល់ទេហើយក៏ខ្ញុំមិនដាក់រូបរបស់គេផ្ទាល់ដែរឲ្យChatGPT បង្កើតឲ្យហើយទាញមុខវាបន្តិចមកបាទជាចង់ដាក់ខាងណាដាក់ខាងនេះឬក៏ដាក់ខាងនេះឡើយខ្ញុំដាក់ខាងនេះចុះណាបាទតមកទៀតខ្ញុំចង់ដាក់នេះអានេះចូលកន្លែងនេះណាអូខេចាខ្ញុំ file flash រូបភាពមួយទៀតដែលចូល embed ដដែលខ្ញុំយកនេះ cap screen របស់ទូរស័ព្ទចូលមក add ចូល enter អ្វីដែលបងប្អូនត្រូវធ្វើហ្នឹងគឺព្រមវាមកព្រមវាដាក់ចូលអានេះខ្ញុំបរៀនបងប្អូនគ្នាពាក់ព័ន្ធនឹងការធ្វើបែបសាមញ្ញបែបបុរាណបាទអញ្ចឹង Control Alt ពវិល mouse គឺការបែបរួមអញ្ចឹងកន្លែងនេះខ្ញុំបរិយាវាបាទអូខេយើងមើលទៅយើងមើលការទាញរបស់យើងវាសមអត់ C អត់ហើយនៅបើ C ហើយយើងបញ្ចូលវាចូលអូខេប៉ានេះហើយយើង enter វាត្រូវអត់ត្រូវហើយ enter ខុសតិចតួចអត់អីទេតមកទៀត F7 គេហៅថា layer បងប្អូននេះ F7 ណា layer នេះបង្ហាញ layer នេះហើយអ្វីខ្ញុំបិទភ្នែកlayer បើកភ្នែក layer នេះឃើញវាអត់ស្អាតទេវាជ្រុងហើយអញ្ចឹងមាន frame កាត់ខាងក្រោមអូខេអញ្ចឹងអ្វីដែលបងប្អូនត្រូវធ្វើខ្ញុំប្រើ tool មួយទៀតប្រើ tool នេះ right click មកយក magic tool ហើយ click នៅលើពណ៌ background នេះណានេះលើនេះឈរលើ layer ហ្នឹងមកហើយយើង click ឡើងនេះអូខេហើយយើងបើកភ្នែកខាងលើវិញតន់អត់ចុចខាងលើខ្ញុំប្រើមួយគេហៅថា mask លឹបនេះស្អាតអត់តន់នេះបើអត់តន់ទេសារវីដេអូសារដើមបាទយើងបានមួយហ្នឹងហើយមិនទៀតយើងត្រូវតែសរសេរអក្សរចូលតែមុនសរសេរអក្សរខ្ញុំដាក់ឈរលើ background មួយខ្ញុំបង្កើត layer មួយនេះហើយខ្ញុំប្រើដោយ tool មួយ right click យក rectangular tool តោះនេះហើយទាញបែបនេះដាក់កំណត់ឲ្យខ្ញុំអត់កំណត់ខ្ញុំទាញយកហ្មងបែបនេះខ្ញុំបញ្ចូលវាទៅខាងក្រោយណាបិទវាចោលទាញវាទាញ layer ហ្នឹងបញ្ចូលមកក្រោយនេះទាញ layer មកក្រោយចេះពីក្រោយអូខេបន្តទៀតខ្ញុំមាន logo YouTube មួយខ្ញុំចូលទៅកាន់ file flash embed ដូចគ្នាហើយយក logo YouTube មកដាក់ព្រមវាទូចបន្តិចបាទដាក់ logo គេនៅលើ YouTube ប៉ុន្តែអ្វីដែលបងប្អូនឃើញហ្នឹងគឺអាពណ៌ក្រហមនេះនៅខាងក្រោមត្រូវហើយអញ្ចឹងយើង select មកយកអា logo មកខាងក្រោមទៀតអញ្ចឹងវាដាច់ background នោះហើយ
តន់អត់បាទស្អាតអត់ចឹងបើស្អាតទេបងប្អូនកែបានតែបើអូខេហើយយកប៉ុណ្ណឹងទៅតែបើចង់ដក background នេះទៀតត្រូវអត់ប្រើ magic tool ងាយclick បាទនេះ magic tool click តែម្ដងហើយខ្ញុំម៉ាស់វាមកយ៉ាបាទអញ្ចឹងកន្លែងនេះវាមានការម៉ាស់ខាងក្រៅអញ្ចឹងខ្ញុំចុច Ctrl Shift I ដើម្បីឲ្យម៉ាស់ខាងក្រៅខាងក្នុងវិញលឹបដាច់បាត់កន្លែងនេះខ្ញុំ click ដូចគ្នាដែរ delete បដ ாய் ទៅឥឡូវម៉ាស់ទៀតអត់ម៉ាស់ទៀតទៅម៉ាស់បានទេណោះនេះម៉ាស់បានទេអញ្ចឹងកន្លែងនេះគឺខ្ញុំធ្វើការលុបដោយប្រើ B អក្សរ B brush tool click ដាច់ចោលមកទៅបាទហើយឃើញទេអ្វីខ្ញុំត្រូវធ្វើទៀតគឺពាក់ព័ន្ធនឹង background ចុះខ្ញុំចុចអក្សរ I បាយអក្សរ I ដើម្បីឆក់ពណ៌ background នេះឆក់ពបមកខ្ញុំចុច Control Backspace ឬក៏ Alt Backspace ដាច់បាត់ចេញពណ៌ក្រហមវិញហើយ line logo នេះគឺខ្ញុំធ្វើការដូចគ្នាដែរខ្ញុំប្រើដោយ Magic Tool right click ណា line នេះ right click លើ Magic Tool click ហើយធ្វើការម៉ាស់នៅ logo ហ្នឹងអូខេបាត់អញ្ចឹង Control Z មកវិញ Control Alt Shift សុំទោស Control Shift I ដើម្បីម៉ាស់ខាងក្រៅទៀតផ្លឹបនេះដូច clear ដែរ click សុំទោស click ហើយយើងចូលទៅកាន់អក្សរ B វាយ brush tool នេះ brush B ហើយពណ៌ខ្មៅនេះ brush វាចោលតែម្ដងផ្ដាច់វាចោលតែយើងអត់កាត់ទេអូខេហើយបងប្អូនត្រូវធ្វើឡើងនេះទៀតគឺ drop shadow នេះអត់ដក shadow ចេញក៏បានដាក់ stroke ដាក់ពណ៌សអីទៅបាទឬក៏ពណ៌លឿងស្រេចបងប្អូនអរគ្នាពណ៌សនេះច្បាស់ជាងអានៅពណ៌លឿងបាទខ្ញុំថាពណ៌សច្បាស់ជាងហើយប្រើវាតិចមកទំហំវាឃើញទេហើយដាក់ shadow នេះ shadow ទីឡើងលើបន្តិចហើយកុំឲ្យវាច្បាស់ពេកឃើញទេចេះនៅគួរតែចេះហើយបាទអញ្ចឹងមួយទៀតពាក់ព័ន្ធនឹងកន្លែងហ្នឹងគឺខ្ញុំសរសេរអក្សរខ្មែរ click អក្សរ T pen tool text tool click ចូលមេរៀន select ដូរពណ៌អក្សរបាទដាក់មេរៀនទី1ដករួម font ចេះទេណាចុច Control Shift ជាមួយនឹងសញ្ញាធំតូចនៅលើ keyboard ឬក៏ខាងលើនេះក៏មានដែរបងប្អូនរួមវាមកអូខេហើយបដូរ font នៅខាងលើនេះមកគិតថាវាបាំង Control T ដូរមកនេះវិញ Control T បាទមួយណាស្អាតអានេះចោះមេរៀនទី1បាទអញ្ចឹងខ្ញុំអត់សំទោសភ្លេចប្រាប់ duplicate ណា duplicate layer ដល់ខ្ញុំមិនបាច់ទៀតទេអញ្ចឹង duplicate layer right click duplicate មាននេះ duplicate layer អូខេខាង2ហ៎បាទរៀនរកលុយតាម YouTube នេះខ្ញុំទាញឡើងលើហើយខាងក្រោមដកអានេះចេញរៀនរកលុយតាម YouTube មេរៀនទី1អញ្ចឹងខ្ញុំសូមបន្ថយអានេះតូចបន្តិចណាខ្ញុំផ្ដោតទៅលើអានេះខ្ញុំថយតូចដូចគ្នានេះចុះហើយខ្ញុំដាក់ background មួយទៀតអក្សរ M បង្កើត background ថ្មីដាច់ប្រើជាមួយនឹងពណ៌នេះពណ៌សរុញទៅក្រោយដាក់ពណ៌ខ្មៅចុះណា color overlay ចេះហ៎
នេះក្រហមដិតអញ្ចឹងខ្ញុំសុំដាក់ពណ៌ខ្មៅក្រហមភេមជ្រូកអូខេឈាមជ្រូកចុះពណ៌ blue អូខេពណ៌ blue ក៏បានដែរនេះមេរៀនទី1ប្រើតាមទូរស័ព្ទដាក់ចេះប្រើតាមទូរស័ព្ទណាអូខេ YouTube តមកទៀត Control Alt ទាញកម្មវិធីដែលត្រូវប្រើកម្មវិធីដែលត្រូវប្រើឬ program ដែលត្រូវប្រើណា YouTube នេះដាក់ YouTube កុំថា logo នៅលើស្អាតជាងនោះនិយាយទៅការច្នៃវាពិបាកដែរបងប្អូននេះគាត់ធ្វើវាអត់ពិបាកទេក្នុងការច្នៃហ្នឹងគឺពិបាកមែនអានេះខ្ញុំ select ដាក់ពណ៌លឿងខ្ញុំចូលចិត្តលឿងក្រហមឲ្យវាឆ្លោះដាច់ហ្មងណាអូខេកម្មវិធីដែលត្រូវប្រើអូខេដើម្បីរកខ្ញុំសេលុយហ្មងលុយតាម YouTube រួមវាតិចមកអូខេចុច Alt បរិយាហើយខ្ញុំសុំបដូរទៅពណ៌សវិញ YouTube ឡើងទៅលើសិក្សារៀនតាមទូរស័ព្ទរកលុយតាមទូរស័ព្ទប្រើតាមទូរស័ព្ទកម្មវិធីដែលត្រូវមានដែលកម្មវិធីដែលត្រូវប្រើដើម្បីរកលុយតាម YouTube អូខេប៉ណ្ណឹងចុះមេរៀនទី1ដកឃ្លាបន្តិចមកមេរៀនទី1នេះខ្ញុំសូមសរសេរជាអក្សរអង់គ្លេសវិញហើយខ្ញុំសរសេរអក្សរធំបន្តិចហើយសូមបដូរ font ទៅជា font ពណ៌លឿងអូខេមេរៀនទី1មេរៀនទី1បាទកម្មវិធីដែលត្រូវមានកម្មវិធីដែលត្រូវប្រើដើម្បីរៀនតាមទូរស័ព្ទដើម្បីរកលុយតាម YouTube
mình sẽខ្មែរnó vô riêngខ្មែរហ្នឹងបាទអូខេប៉ុណ្ណឹងបានហើយយើង sell ទុក sell បច្ចេកទុកចេះអត់ sell ហើយចូល Photoshop នេះ ex file បាទហើយយើង sell for web ដោយចូលទៅ file sell as for web ណា Ctrl A Shift S export Ctrl A Shift S ខ្ញុំចាំតែ keyword key shortcut key នេះ Ctrl A Shift S ហើយយកទៅតែម្ដងមកព្រោះទំហំវាធំហើយនេះទំហំប៉ុណ្ណឹងហើយច្បាស់ហើយនេះបាទអូខេហើយយើង sell តែម្ដងមកដាក់ឡើងនេះចុច sell អរគុណច្រើនអញ្ចឹងសង្ឃឹមថានឹងអាចធ្វើបានវារៀងយ៉ាប់យើងបន្តិចតែវាមិនអីទេរៀន user store đâyរៀនហើយមិនអនុវត្តអត់ទៅមុខទេតោះតែអនុវត្តអានេះខ្ញុំឧទាហរណ៍ចាក់ស្ដែងឲ្យមើល